ការវិនិយោគយើងគួរតែបែងចែកផលបត្តិដូចជាឧទាហរណ៍ថាក្រុមហ៊ុនស្តុកនៅខ្មែរយើងមានក្រុមហ៊ុនជាច្រើនអញ្ចឹងយើងអត់អាចឧទាហរណ៍យើងស្រឡាញ់រដ្ឋកោទឹកក៏អត់អាចដាក់រដ្ឋកោទឹកលុយទាំងអស់យើងស្រឡាញ់អេស៊ីលីដាក៏យើងអត់អាចដាក់អេស៊ីលីដាទាំងអស់បើយើងបំបែកគឺបានន័យថាយើងបំបែកជា3ជា4ជា5អីទៅតាមទំហំទឹកលុយដែលអាចធ្វើបានឧទាហរណ៍យើងវិនិយោគប្រមាណឧទាហរណ៍ថាយើងមាន100000អញ្ចឹងយើងវិនិយោគអេស៊ីលីដា20000រដ្ឋកោទឹក20000បោះ012 20000ពងផែ20000អុកញ៉ាគុយមីលី20000អីចឹងទៅការបែងចែកផលបត្តិអញ្ចឹងវាធ្វើឲ្យយើងមានសេរីភាពផ្លូវចិត្តណាបានន័យថាប្រាក់យើងមិនងាយបាត់បង់ទេព្រោះក្រុមហ៊ុនទាំងអស់មិនអាចទៅទាំងអស់ហើយព្រោះយើងសិក្សាមុនតែយើងវិនិយោគយើងមិនមែនអត់សិក្សាទាំងអកិតមុនទេតែទោះបីយើងពេញចិត្តក្រុមហ៊ុនណាមួយក៏ដោយគឺយើងអាចដាក់ពងពាន់ទាំងអស់ក្នុងកត្រតែមួយដែរលុយទាំងអស់ក្នុងកត្រតែមួយដើម្បីផ្សងសំណាងដែរយ៉ាងណាមិញដូចជាបោះ forex វិញទោះបី fund lecture យើងខ្លាំងប៉ុណ្ណាក៏ដោយគឺយើងទៅបែងចែកដែរ fund lecture ណាប្រមាណ%fund lecture ណាប្រមាណ%អញ្ចឹងណាបែងចែកឲ្យបាន 4-5 fund lecture អញ្ចឹងទៅហើយចាំយើងបានផលចំណេញមកវិញរួចខ្លួនហើយយើងធ្វើចាំយើងរៀបចំពាក់ព័ន្ធមួយ compound រៀបចំ compound បានឧទាហរណ៍ថាបាន1000នៃយើង compound 500ក្រុម fund lecture មួយនេះ500ខែក្រោយបាន1000ទៀតទៅយើងដាក់ fund lecture មួយទៀត500ទៀតទៅគឺម៉េច fund lecture ទាំងអស់ហ្នឹងកើនទាំងអស់តែ fund lecture ដែលយើងទុកចិត្តតែមើលយុទ្ធសាស្ត្រនៃការចូលផ្សាររបស់គាត់គ្រប់វិន័យអត់ហើយមើលការប្រើប្រាស់ឡតផ្សាយតែយើងទុកចិត្តអត់អញ្ចឹងអ្វីដែលសំខាន់ការរស់នៅយើងគឺត្រូវការលុយហើយលុយហ្នឹងលុយស្ថិរភាពមិនមែនលុយយើងទោះបីយើងយកលុយមកច្រើនពេកវាល្អហើយបើបានច្រើនក៏ប៉ុន្តែអ្វីដែលយើងខ្លាចតែទៅទាំងអស់ហ្មងលុយយើងដាក់តាមកត្រកទៅទាំងអស់វេទនាបដោយអញ្ចឹងការវិនិយោគដ៏ល្អគឺយើងទៅសន្សំធ្វើយ៉ាងណាគ្រប់គ្រងហានិភ័យនៃការបាត់បង់ដើមទុនយើងទាំងអស់ក្នុងពេលតែមួយកន្លែងសំខាន់មែនទែនអូខេ